ជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារដាសូមជូនព័ត៌មានពិស្ដាអតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសេរីជាតិរំដោះប្រជាពលរដ្ឋខ្មែរព្រួយបារម្ភអំពីអវត្តមានចិននៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃស្តីពីចំនួនព្រំដែនដែលប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើជាអធិបតីនៅពេលខាងមុខនេះទំនងជាមិនអាចបញ្ចប់សង្គ្រាមបាននោះទេលោកជំឈៀងលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី21ខែតុលាថាតំបន់អាស៊ានគឺជាតំបន់ដែលកំពុងប្រទាញប្រទង់រវាងអាមេរិកនិងចិនដូច្នេះបើការចុះកិច្ចព្រមព្រៀងនេះគ្មានចិនចូលរួមទេនោះចំនួនព្រំដែននេះក៏ទំនងជាមិនអាចបញ្ចប់បានដែរលោកជំឈៀងលើកឡើងថាគេមិនដឹងថាតើការអនុវត្តនៅខ្លឹមសារដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះអាចដំណើរការទៅបានឬក៏អត់នោះទេដែលនេះគឺជាឧបសគ្គអាចនឹងកើតមានប្រសិនបើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគ្មានវត្តមានរបស់ចិនមែននោះលោកបន្តថាជុំវិញកិច្ចព្រមព្រៀងនេះទៀតសោតក៏មិនមានការបង្ហាញពីគណៈកម្មាធិការសម្រាប់អនុវត្តដើម្បីដោះស្រាយចំនួនព្រំដែនកម្ពុជាថៃដែរលោកថាជាក់ស្ដែងកិច្ចព្រមព្រៀងក្រុងប៉ារីស$23មានអង្គភាពសម្រាប់អនុវត្តគឺអាជ្ញាបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលហៅថា United Nations Transitional Authority in Cambodia ឬហៅកាត់ថា UNTA អតីតនាយទាហានជាន់ខ្ពស់រូបនេះបញ្ជាក់ថាក្តីបារម្ភមួយផ្នែកទៀតគឺផ្ដោតទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលក្រុងចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខនេះព្រោះការលើកឡើងខ្លះៗរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនជុំវិញកិច្ចព្រមព្រៀងនេះគ្រាន់តែជាគោលការណ៍រួមប៉ុណ្ណោះមិនមែនជាសេចក្តីលម្អិតទេដូចជាសន្តិភាពនិងការធានាប្រសិទ្ធភាពបត់ឈប់បាញ់ជាដើមលោកបញ្ជាក់ថាបើកម្ពុជាគ្មានសេចក្តីព្រៀងលម្អិតសម្រាប់ចែងនៅក្នុងកិច្ចព្រមព្រៀងនេះទេវាគឺជាចន្លោះប្រហោងដែលមានហានិភ័យបំផុតគណៈភាគីថៃក៏អាចយកឈ្នះកម្ពុជាតាមរយៈកិច្ចព្រមព្រៀងនេះលើបញ្ហាព្រំដែនដោយជោគជ័យដែរដោយងាយផងដែរកាលពីថ្ងៃទី6ខែតុលាឆ្នាំ2025សារព័ត៌មានអន្តរជាតិ The Politico បានចុះផ្សាយថាប្រធានាធិបតីអាមេរិកលោក Donald Trump ក្រុងនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលាខាងមុខនេះប្រសិនបើលោកអាចធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃជុំវិញបញ្ហានេះរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណដ្ឋភុន ណផានិតត្រូវបានកាសែតថៃ The Nation ស្រង់សម្ដីចុះផ្សាយកាលពីម្សិលមិញថាប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC ជាមួយកម្ពុជាត្រូវបរាជ័យនោះកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជានៅប្រទេសម៉ាឡេស៊ីនៅពេលខាងមុខនេះក៏ទំនងជាមិនអាចកើតមានបានដែរលោកអ្នកនាងជាទីមេត្រីអភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធអះអាងថាយោធាថៃបានប្រើគ្រឿងចាក់ Excavator វាយកំទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរមួយខ្នងនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយមិនបានជូនដំណឹងជាមុនមកអាជ្ញាធរខ្មែរនោះឡើយលោកលីសវណ្ណរិទ្ធបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025ថានៅវេលាម៉ោងប្រមាណជា2រសៀលយោធាថៃបានវាយកំទេចផ្ទះរបស់ពលរដ្ឋមួយខ្នងដែលធ្វើពីស័ង្កសីដោយមិនបានជូនដំណឹងជាមុនមកអាជ្ញាធរកម្ពុជានោះទេលោកថាលោកមិនបានដឹងថាទាហានថៃប្រើកម្លាំងប្រមាណអ្នកនោះឡើយប្រពន្ធដដែលអះអាងថាទីតាំងដែលបានវាយបំផ្លាញនោះគឺជាទីតាំងដែលយោធាថៃរីបន្លាលួសហុំព័ទ្ធតាំងពីថ្ងៃទី12ខែសីហាមកម្លេះលោកលីសវណ្ណរិទ្ធបន្តថានេះជាទង្វើនៃការរំលោភបំពានធ្ងន់ធ្ងរតាមរយៈការបំព្រិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលោកថាក្រុមការងារខេត្តបន្ទាយមានជ័យកំពុងតែបញ្ជូនរបាយការណ៍នេះទៅថ្នាក់លើកម្ពុជាធ្លាប់ប្រមានថាសកម្មភាពទន្ទ្រានកាន់កាប់ទឹកដីខ្មែរដោយឯកតោភាគីពីសំណាក់យោធាថៃតាមរយៈការរីបន្លាលួសសំណាញ់រនាំងនិងដាក់សម្បកកង់ឡាននៅកំណាត់ខ្សែព្រំដែនជាបន្តបន្ទាប់ក្នុងពេលនេះគឺជាការរំលោភទៅលើស្មារតីនៃអនុសារណៈយោគយល់គ្នាឆ្នាំ2000និងច្បាប់អន្តរជាតិធ្ងន់ធ្ងរគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC របស់ភាគីកម្ពុជាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃដែលបានរាយបន្លាលួសសំណាញ់និងរនាំងនិងដាក់កង់ឡាននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ46ដល់លេខ47ស្ថិតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែសីហាកន្លងទៅ អ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាព្រំដែនកម្ពុជាថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ព្រមទាំងផែនទីខ្នាត1លើ 200,000 និងបកគោលព្រំដែនចំនួន74បកគោលដែលត្រូវបានបោះទីតាំងជាង100ឆ្នាំមុនមកម្ល៉េះជុំវិញបញ្ហានេះប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីសរសេរនៅលើគណនី Facebook របស់លោកកន្លងមកថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានកាលពីពេលថ្មីៗនេះក្នុងបំណងជំរុញឲ្យភាគីថៃរើបន្លាលួសនិងកង់ឡានដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញឲ្យអស់ជាងនេះទៅទៀតក៏ដើម្បីធានាការប្រគល់ទ្រព្យសម្បត្តិនិងស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលត្រូវបានភាគីថៃរំលោភយកដែរនិងដើម្បីជំរុញឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់និងកិច្ចព្រមព្រៀង13ចំណុចនៃកិច្ចប្រជុំ GBC ព្រមទាំងបង្កើតក្រុមការងារចំពោះកិច្ចក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវនិងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពានថែមទៀតបាទលោកអ្នកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទម្លាយថាគម្រោងព្រែកជីកហ្វូណនកំពុងស្ថិតក្នុងដំណាក់កាលប្រទីងប្រទង់របស់មន្ត្រីកម្ពុជានៃគណៈបកប្រជាជនកម្ពុជាព្រោះមួយផ្នែកស្របតាមវៀតណាមមិនគាំទ្រគម្រោងនេះទេប៉ុន្តែមួយផ្នែកទៀតរក្សាចំហនៅជាមួយចិនបន្តសាងសង់ព្រែកជីកនេះឲ្យបានសម្រេចមន្ត្រីជាន់ខ្ពស់ក្នុងជួរគណៈបកកណ្ដាលអំណាចទម្លាយប្រាប់សារព័ត៌មាននៅ Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃនេះថាមន្ត្រីកម្ពុជារបស់គណៈបកប្រជាជនកម្ពុជាមួយផ្នែកដែលមាននិន្នាការទៅរកវៀតណាមមិនគាំទ្រគម្រោងព្រែកជីកហ្វូណននោះទេប៉ុន្តែមន្ត្រីភាគច្រើនដែលមាននិន្នាការទៅរកចិនបាននាំគ្នាគាំទ្រការអនុវត្តគម្រោងនេះឲ្យបានជោគជ័យប្រពន្ធដដែលអះអាងថាប្រធានក្រុមប្រឹក្សាជាតិរណសេរសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជានិងជាអនុប្រធានគណៈបកប្រជាជនកម្ពុជាគឺអ្នកស្រីម៉ែនសំអនមានចំហទៅរកវៀតណាមច្រើនជាងប្រធានគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនដែលមានចំហទៅរកចិនដើម្បីអនុវត្តការសាងសង់ព្រែកជីកមួយនេះឲ្យបានសម្រេចមន្ត្រីផ្ទៃក្នុងរបស់គណៈបកកណ្ដាលអំណាចដដែលរូបនេះបញ្ជាក់ថាការដោះស្រាយបញ្ហាជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះមិនមែនជាការលំបាកសម្រាប់រដ្ឋាភិបាលទេប៉ុន្តែការដោះស្រាយបញ្ហាផ្ទៃក្នុងទៅវិញទេដែលធ្វើឲ្យគម្រោងមួយនេះមានការយឺតយ៉ាវនិងពន្យាពេលនៃការសាងសង់ជាបន្តបន្ទាប់មកនេះអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោកផនរឹមត្រូវបានអង្គភាពសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលគឺ Fresh News ស្រង់សម្ដីចុះផ្សាយនៅថ្ងៃនេះថារយៈពេលជាង1ឆ្នាំនៃការចាប់ផ្ដើមគម្រោងសាងសង់ព្រែកជីកហ្វូណនដេជោមកទល់នឹងពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលវាស់វែងនិងដោះស្រាយផលប៉ះពាល់ជាមួយនឹងពលរដ្ឋដែលត្រូវអនុវត្តក្រោមយន្តការដោះស្រាយរបស់រដ្ឋាភិបាលលោកអះអាងថាមកទល់នឹងពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងតែធ្វើសកម្មភាពនៅកំណាត់ទី2នៅក្នុងខេត្តកណ្ដាលដោយបានអង្កេតវាស់វែងនិងចងក្រងទិន្នន័យអំពីផលប៉ះពាល់លម្អិតទៅលើសំណង់លំនៅឋាននិងដីស្រែនៅក្នុងស្រុកកោះធំគណៈក្រុមការងារក៏បានរៀបចំវេទិកាពិភាក្សានិងសម្របសម្រួលសម្ភាសព្រមទាំងផ្តិតមេដៃពលរដ្ឋដែលរងផលប៉ះពាល់ជាបន្តបន្ទាប់ផងដែរលោកផនរឹមបញ្ជាក់ថាគម្រោងនេះនឹងជួយកម្ពុជាឲ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ព្រមទាំងបង្កើនការតភ្ជាប់បណ្ដាញដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវសមុទ្រឲ្យកាន់តែទូលំទូលាយថែមទៀតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនដេជោជាផ្លូវការកាលពីថ្ងៃទី5ខែសីហាឆ្នាំ2024ខណៈគម្រោងនេះរំពឹងថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុងឆ្នាំ2028ខាងមុខនេះជុំវិញបញ្ហានេះកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2024លោកហ៊ុនម៉ាណែតអះអាងថាមានពលរដ្ឋចំនួន150គ្រួសារដែលរងនៅផលប៉ះពាល់ពីការសាងសង់ព្រែកជីកនេះប៉ុន្តែពលរដ្ឋទាំងអស់នោះបានផ្ដល់ដីរបស់ពួកគាត់ទៅដល់រដ្ឋាភិបាលជាថ្នូរសូមឲ្យរដ្ឋាភិបាលសាងសង់ផ្លូវបេតុងជូនពួកគាត់វិញគម្រោងព្រែកជីកហ្វូណនដេជោត្រូវបានសាងសង់ក្រោមកម្ចីចិនប្រមាណជា$1,700 លានក្រោមទម្រង់ Build Operate Transfer ឬហៅថា BOT ជាមួយនឹងក្រុមហ៊ុនចិនទម្រង់ BOT មានន័យថាសាងសង់រួចម្ចាស់ទុនគ្រប់គ្រងកាន់កាប់ចាត់ចែងប្រមូលចំណូលរហូតចប់កិច្ចសន្យារយៈពេល50ឆ្នាំទើបប្រគល់ឲ្យម្ចាស់ប្រទេសគ្រប់គ្រងតាមក្រោយ
ជុំវិញគម្រោងនេះកាលពីដើមខែធ្នូឆ្នាំ2023កន្លងទៅមេដឹកនាំវៀតណាមសំខាន់ធ្លាប់បានប្រមាននៅក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសវៀតណាមថាព្រៃជីកហ្វូណននឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនិងជំរកធម្មជាតិសម្រាប់ជីវៈចម្រុះក្នុងទន្លេមេគង្គទៅថ្ងៃមុខប៉ុន្តែការប្រមាននេះត្រូវបានលោកហ៊ុនម៉ាណែតទាត់ចោលទាំងស្រុងបាទលោកនាងជាទីមេត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហាមានសុទិដ្ឋិនិយមទៅលើកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃស្អែកនៅក្នុងប្រទេសម៉ាឡេស៊ីថាភាគីទាំងពីរនឹងឯកភាពគ្នាលើការកែសម្រួលយុទ្ធបកនិងសម្ភារៈយោធាធុនធ្ងន់តាមបន្ទាត់ព្រំដែនលោកទាសីហាបានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃនេះថាកម្ពុជារំពឹងយ៉ាងមុតមមថាភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាពការស្ថាបនានិងប្រកបដោយសុឆន្ទៈខ្ពស់លើបញ្ហាអធិភាពទាំងឡាយដែលត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី23ខែតុលាឆ្នាំ2025ស្អែកនេះលោកទាសីហាសង្ឃឹមថាការពិភាក្សានេះនឹងគោរពយ៉ាងខ្ជាប់ខ្ជួននៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននាពេលកន្លងមកជាពិសេសពាក់ព័ន្ធទៅនឹងការកែសម្រួលយុទ្ធបកនិងសម្ភារៈយោធាធុនធ្ងន់ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដោយឡែកកិច្ចពិភាក្សាទៅលើបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកសង្ឃឹមថាក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានដែររដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី2នេះនឹងទទួលបានលទ្ធផលជាផ្លែផ្កាដើម្បីចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញដោយឆាប់រហ័សពាក់ព័ន្ធទៅនឹងចំនួនព្រំដែននាពេលនេះនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃនេះថានៅថ្ងៃទី22ខែតុលានេះគឺជាថ្ងៃទី3នៃកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីលោកហ៊ុនម៉ាណែតអះអាងថាកិច្ចប្រជុំនៅថ្ងៃចុងក្រោយនេះបានបន្តពិភាក្សាបន្ថែមទៀតទៅលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួនដែលជាធាតុចូលនៅក្នុងការជំរុញប្រសិទ្ធភាពភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់និងការកសាងទំនុកចិត្តជាមួយគ្នាកិច្ចប្រជុំលេខាធិការគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ត្រូវបានធ្វើឡើងរយៈពេល3ថ្ងៃដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែកជុំវិញបញ្ហានេះកាសែតថៃខៅសុតកាលពីថ្ងៃទី21ខែតុលាម្សិលមិញបានស្រង់សម្ដីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកអាឌុលប៊ុនថាំចារឿនថាថៃកំពុងតែរងចាំភាគីកម្ពុជាទទួលយកសំណើ4ចំណុចក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃប្រហ័សស្អែកនេះអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះប្រមានថាប្រសិនបើភាគីកម្ពុជាមិនសហការលើសំណើទាំង4ចំណុចរួមមានការដោះមីនមនុស្សធម៌ការដកអាវុធធុនធ្ងន់ចេញពីព្រំដែនការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញនិងការគ្រប់គ្រងព្រំដែនរួមគ្នានោះទេថៃត្រូវតែប្រើសិទ្ធិការពារអធិបតេយ្យភាពរបស់ខ្លួនជាចាំបាច់បាទលោកអ្នកនាងជាទីមេត្រីនៅពេលនេះយើងចូលដល់នីតិព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសប្រទេសប៉ូឡូញលោក Radoslaw Sikorski ដែលតំណាងឲ្យរដ្ឋាភិបាលទាំងមូលនៃប្រទេសប៉ូឡូញបានប្រមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinប្រឆាំងទៅនឹងការធ្វើដំណើរឆ្លងកាត់ដែនអាកាសប៉ូឡូញដោយសេចក្ដីថានឹងចាប់ខ្លួនបរិសុទ្ធខ្លាំងវិមានក្រមឡើងរូបនេះទៅឲ្យតុលាការអ ுக ្រិតកម្មសង្គ្រាម ICC នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី The Moscow Times កាលពីថ្ងៃទី21ខែតុលាម្សិលមិញលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump មានផែនការជួបគ្នានៅក្នុងទីក្រុង Budapest ប្រទេសហុងហ្គ្រីបន្ទាប់ពីលោក Trump បាននិយាយថាលោក Putin យល់ព្រមជួបលោកនៅក្នុងទីក្រុង Budapest ដើម្បីសន្ទនាគ្នាជាថ្មីម្ដងទៀតអំពីសន្តិភាពសម្រាប់អ៊ុយក្រែនការថ្លែងរបស់លោក Trump ដោយក្តីសង្ឃឹមនេះបន្ទាប់ពីលោកបានជួបលោក Putin តាមទូរស័ព្ទកាលពីថ្ងៃទី16ខែតុលាមុនលោកជួបនឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជាថ្មីម្ដងទៀតនៅឯសេតវិមានកាលពីថ្ងៃទី17ខែតុលារដ្ឋមន្ត្រីការបរទេសប៉ូឡូញបញ្ជាក់ថារដ្ឋាភិបាលប៉ូឡូញអាចនឹងត្រូវបង្ខំឲ្យអនុវត្តនៃការចាប់ខ្លួនអន្តរជាតិប្រសិនបើលោកពូទីន
ធ្វើដំណើរឆ្លងកាត់ប្រទេសប៉ូឡូញទៅកាន់ទីក្រុងប៊ូដាពេស្តប្រទេសហុងគ្រីទោះជាតាមយន្តហោះក៏ដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski បានថ្លែងថាលោកមិនអាចធានាបានទេថាយន្តហោះដឹកលោកពូទីនអាចមានសុវត្ថិភាពយ៉ាងណានោះតែលោកប្រមានថាយន្តហោះចម្បាំងប៉ូឡូញនឹងហោះគៀបយន្តហោះលោកពូទីនឲ្យចុះចតនៅទីណាមួយហើយចាប់ខ្លួនលោកពូទីនភ្លាមៗបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC នៅក្នុងទីក្រុងឡាអេប្រទេសហូឡង់ប្រទេសប៉ូឡូញបានហៅការអញ្ជើញរបស់ប្រទេសហុងគ្រីឲ្យលោកពូទីនជន់ទឹកដីហុងគ្រីគឺជាការផ្កើននឹងស្មារតីរបស់សហភាពអឺរ៉ុបដែលចាត់ទុកលោកពូទីនជាមេឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិហើយកំពុងស្ថិតនៅក្រោមផែនការយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មសង្គ្រាម ICC លំហអាកាសរបស់ប្រទេសប៉ូឡូញជាប់នឹងលំហអាកាសប្រទេសហុងគ្រីហើយក៏ជាប់នឹងប្រទេសអ៊ុយក្រែននិងប្រទេសបេឡារុសជាប្រទេសសម្ព័ន្ធភាពនឹងលោកពូទីនដែរប៉ុន្តែមុនយន្តហោះលោកពូទីនចុះចតនៅក្នុងទីក្រុងប៊ូដាពេស្តប្រទេសហុងគ្រីវាត្រូវឆ្លងកាត់លំហអាកាសរបស់ប្រទេសអឺរ៉ុបជាច្រើនទៀតដែលអឺរ៉ុបបានប្រកាសបិទមិនឲ្យយន្តហោះរុស្ស៊ីហោះឆ្លងកាត់ឡើយតាំងពីរុស្ស៊ីបង្កការផ្ទុះសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោកពូទីនពីបទចាប់ពង្រត់កុមារអ៊ុយក្រែនដោយខុសច្បាប់និងពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែនតាមកាតព្វកិច្ចដីកាអន្តរជាតិនេះតម្រូវឲ្យរដ្ឋជាសមាជិក ICC ទាំងអស់ត្រូវតែចាប់ខ្លួនលោកពូទីនប្រសិនបើលោកពូទីនធ្វើដំណើរចូលទៅក្នុងទឹកដីរបស់ពួកគេសម្រាប់ប្រទេសប៉ូឡូញសមាជិករបស់ ICC បានសន្យាបំពេញកាតព្វកិច្ចរបស់ ICC យ៉ាងណាក៏ដោយកិច្ចប្រជុំកំពូល Trump Putin កំពុងតែត្រូវបានពន្យាពេលក្រោយពេលរុស្ស៊ីទាត់ចោលសំណើបទឈប់បាញ់និងចំពេលមានការបារម្ភថាលោកពូទីនអាចនឹងត្រូវទីក្រុងប៊ូដាពេស្តមិនទៅទីក្រុងប៊ូដាពេស្តបន្ទាប់ពីប្រទេសប៉ូឡូញនិងប្រទេសខ្លះទៀតពិចារណាបង្ហោះយន្តហោះចម្បាំងតាមដេញចាប់យន្តហោះដឹកលោកពូទីននោះតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី22ខែតុលាកិច្ចប្រជុំកំពូលដែលត្រូវបានគ្រោងទុករវាងលោក Trump និងលោក Putin ត្រូវបានបញ្ជាពេលបន្ទាប់ពីទីក្រុងមូស្គូច្រានចោលសំណើបទឈប់បាញ់បន្ទាន់មួយនៅសមរភូមិជួរមុខខាងក្នុងទឹកដីអ៊ុយក្រែនដែលនាំឲ្យកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញរបស់លោក Trump ស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនស្ថិតនៅលើកំណត់ផ្លូវបរាជ័យមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀតបាននិយាយថាมันមានគម្រោងសម្រាប់លោកប្រធានាធិបតី Trump ជួបលោកពូទីនក្នុងពេលខាងមុខនេះទេក្រោយពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងសមាភិកីរុស្ស៊ីលោក Sergei Lavrov សម្រាប់ចិត្តលុបចោលជំនួបដោយផ្ទាល់ដែលត្រូវបានគ្រោងទុកថានឹងរៀបចំឡើងនៅក្នុងទីក្រុងប៊ូដាពេស្តប្រទេសហុងគ្រីនៅក្នុងសប្តាហ៍នេះស្របពេលដែលប្រមុខការទូតអាមេរិកនិងរុស្ស៊ីមិនបានជួបគ្នាតាមការគ្រោងទុកលើទឹកដីហុងគ្រីទីក្រុងមូស្គូនៅតែបង្ហាញចំហសុំដីពីអ៊ុយក្រែននៅតំបន់ដុនបាសភាគខាងកើតដែលទ័ពអ៊ុយក្រែនកំពុងវាយបកយកមកវិញនោះទីក្រុងមូស្គូទាមទារឲ្យទីក្រុងគៀវបោះបង់ចោលដីមួយដុំទំហំជាង 53,000 គីឡូម៉ែត្រក្រឡាទៅឲ្យរុស្ស៊ីទើបរុស្ស៊ីព្រមបញ្ចប់សង្គ្រាមរុស្ស៊ីទទូចថាអ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដីតំបន់មួយនេះមុននឹងបទឈប់បាញ់ណាមួយចូលជាធរមានយ៉ាងណាក៏ដោយមេដឹកនាំប្រទេសណាមិនដឹងទេតែសម្រាប់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនមិនដែលចាត់ទុកដំណោះស្រាយសន្តិភាពជាថ្នូរនឹងការកាត់ទឹកដីព្រំដែនរបស់ខ្លួនតែឲ្យអ្នកឈ្លានពានម្ដងណានោះទេហើយសូម្បីពិចារណានឹងប្រមានកាត់ទឹកដីរុស្ស៊ីក៏តែឲ្យរុស្ស៊ីនោះក៏មិនមាននោះដែរបរិះរដ្ឋដ៏កម្ពុជានៃប្រជាជនអ៊ុយក្រែន Zelensky នៅតែសច្ចាវាយដេញកងទ័ពរុស្ស៊ីហើយទោះជាតំបន់ណាធ្លាក់ក្នុងដៃរបស់កងទ័ពរុស្ស៊ីក៏នៅតែទ័ពអ៊ុយក្រែនព្យាយាមបាញ់ផ្លោងដាក់ទៅលើកងទ័ពរុស្ស៊ីរៀងរាល់ថ្ងៃដែរលោក Zelensky បញ្ជាក់ឲ្យថាទោះលោកមានតួនាទីជាប្រធានាធិបតីក៏លោកគ្មានសិទ្ធិអ្វីដែរព្រោះរដ្ឋធម្មនុញ្ញអ៊ុយក្រែនពុំមានមាត្រាណាមួយផ្ដល់សិទ្ធិឲ្យប្រធានាធិបតីធ្វើសេចក្តីសម្រេចកាត់ទឹកដីដើម្បីសន្តិភាពនោះទេលោក Zelensky សច្ចាថាលោកមិនអាចជន់ឈ្លីរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីធ្វើស្ពានលាងឈាមកងទ័ពអ៊ុយក្រែនដូរនឹងសន្តិភាពបាននោះឡើយបាទលោកនៅនឹងជាទីមេត្រីនៅពេលនេះយើងចូលដល់កម្មវិធី Idea Talk តាមការគ្រោងទុក
បាទសូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily នៅក្នុងរាត្រីនេះវាគ្មិនរបស់យើងគឺបណ្ឌិតមាសនេះអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមលោកនឹងចូលរួមពិភាក្សាទៅលើប្រធានបទស្ដីអំពីតើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនៅពេលខាងមុខនេះនឹងមានប្រសិទ្ធភាពកម្រិតណាហើយបានយូរប៉ុណ្ណាប្រសិនបើលោកអ្នកមានសំណួរឬយោបល់សូមសរសេរនៅក្នុងប្រអប់ comment ខាងក្រោមនៃកម្មវិធីផ្សាយរបស់យើងតាមអាសយដ្ឋាន www.facebook.com/withoutfear/favorkh បាទនៅពេលនេះយើងបានភ្ជាប់បណ្ឌិតមាសនេះហើយបាទសូមជម្រាបសួរបណ្ឌិតមាសនេះពីចម្ងាយបាទសូមជម្រាបសួរលោកសាតាបាទសុខសប្បាយជាទេលោកបណ្ឌិតមាសនេះបាទសុខសប្បាយទេបាទរៀងរវល់តិចបាទអត់អីសុខសប្បាយបាទលោកបណ្ឌិតមាសនេះលោកដឹងស្រាប់ហើយថាកាលពីថ្ងៃទី21ខែតុលានាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតអះអាងថាក្នុងពេលឆាប់ខាងមុខនេះកម្ពុជានឹងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងថៃដើម្បីជៀសវាងការប្រើប្រាស់កម្លាំងកងទ័ពដាក់គ្នាបន្តទៀតបាទយ៉ាងណាក៏ដោយរដ្ឋមន្ត្រីនៃក្រសួងការពារជាតិថៃលោកណដ្ឋផុនណដ្ឋផនិតអះអាងការពីម្សិលមិញថាប្រសិនបើកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC ជាមួយកម្ពុជាត្រូវបរាជ័យនោះកិច្ចព្រមព្រៀងសន្តិភាពរវាងថៃនិងកម្ពុជានៅម៉ាឡេស៊ីនៅពេលខាងមុខនេះក៏ទំនងជាមិនអាចកើតមានបានដែរអ្វីដែលសំខាន់គឺអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិថៃក៏បានពមៀនកម្ពុជាការពារផ្សេងមិញដែរថាបើសិនកម្ពុជាមិនឯកភាពទៅលើ4ចំណុចដែលថៃចង់បាននោះទេគឺថៃនឹងបដូរនឹងការពារខ្លួននឹងធ្វើការពារអធិបតេយ្យភាពរបស់ខ្លួនតាមដែលធ្វើទៅបាន4ចំណុចនេះរួមមានការដោះមានមនុស្សធម៌ការដកអាវុធធ្ងន់ចេញពីព្រំដែនរួមទាំងពីរចំណុចទៀតគឺការជំលះសំទោសខ្ញុំភ្លេចពីចំណុចនេះបាទនៅសល់ពីចំណុចទៀតបាទខ្ញុំមិនចាំប៉ុន្តែចង់វាមានទាំងអស់វាមាន4ចំណុចដែលភាគីថៃបានធ្វើការស្នើនេះប៉ុន្តែសម្រាប់តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលក្រុងចុះហត្ថលេខាទៅលើប្រទេសម៉ាឡេស៊ីនៅចុងខែនេះនឹងថានឹងមានវិសាលភាពកម្រិតណាហើយដោះស្រាយបានប៉ុណ្ណាហើយចុះបើសិនជា4ចំណុចនេះដែលដូចថាកម្ពុជាមិនធ្វើតាមភាគីថៃចង់បានទេតើវាអាចនឹងជោគជ័យទៅរួចដែរទេបាទបណ្ឌិតមាសនេះបាទសូមអរគុណម្ដងទៀតលោកសាដាបាទបើសិនជាយើងមើលទៅលើលក្ខខណ្ឌទាំង4ចំណុចដែលរដ្ឋាភិបាលថៃបានស្នើឡើងនេះខ្ញុំគិតថាដូចជាការដោះមីនរួមគ្នាហើយនឹងការដកថយនៅអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងសងខាងខ្ញុំគិតថាអាចធ្វើទៅបានក៏ប៉ុន្តែប្រហែលជាទាមទារឲ្យមានទំនុកចិត្តគ្នានៅខ្ពស់ណាស់បាទពីចំណុចទៀតខ្ញុំសូមបញ្ចូលបន្តិចលោកបណ្ឌិតមាននេះពីចំណុចទៀតហ្នឹងគឺការបង្ក្រាបអក្រិតកម្មឆបោកអនឡាញនិងការគ្រប់គ្រងព្រំដែនរួមគ្នាបាទហើយពីចំណុចនេះ4ចំណុចនេះចុងក្រោយនេះគឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងព្រំដែនរួមគ្នានិងការដកអាវុធធុនធ្ងន់ចេញពីព្រំដែនបញ្ហានេះហាក់ដូចជាកម្ពុជានឹងអាចសង្ឃឹមថានឹងមិនព្រមក្នុងការធ្វើដូច្នេះទេបាទសូមជួយបន្តទៀតបណ្ឌិតមាសនេះបាទដោយផ្អែកទៅលើភាពបន្ទុកចិត្តគ្នារវាងភាគីទាំងពីរកន្លងមកហើយខ្ញុំគិតថាសម្រាប់លក្ខខណ្ឌទី1ទី2ទី3វាជារឿងដែលអាចដោះស្រាយគ្នាបានប៉ុន្តែដូចខ្ញុំបានជម្រាបជូននឹងវាត្រូវការឲ្យមានទំនុកចិត្តហើយនឹងថាតើមានភាគីទី3ណាខ្លះដែលត្រូវចូលរួមនៅក្នុងការតាមសង្កេតឲ្យបានច្បាស់ថាលក្ខខណ្ឌទី1ទី2ទី3ហ្នឹងគឺបានធ្វើទៅដោយសមធម៌និងដោយយុត្តិធម៌បាទយើងដឹងហើយថាដូចជាការគ្រប់គ្រងព្រំដែនរួមគ្នាបើប្រសិនបើដូចជាករណីនៅព្រៃច័ន្ទហើយនៅភូមិជោគជ័យបើសិនជាថៃគេនៅតែប្រកាន់ថាកន្លែងហ្នឹងជាទីតាំងរបស់គេយកបានហើយគេមិនព្រមចេញអាហ្នឹងភាពតានតឹងវានៅតែតែហើយបើកាលណាភាពតានតឹងនៅក្នុងតំបន់នេះมันបានធូរស្រាលទេការប្រុងប្រយ័ត្នរបស់ភាគីទាំង
សងខាងនឹងនៅមានបន្តទៅទៀតបាទហើយរឿងលក្ខខណ្ឌចុងក្រោយតាក់ទងនឹងអង្គើអក្រិតកម្មអនឡាញនេះខ្ញុំគិតថាវាមួយស្មុគស្មាញសម្រាប់កម្ពុជានិងថៃថាតើប្រទេសទាំងពីរមានអីសម្រាប់វាស់វែងថាការបង្ក្រាបល្បែងអនឡាញនេះនឹងអាចធ្វើទៅបានតាមរយៈការរួមសហការគ្នាពេលសប្តាហ៍ថ្ងៃនេះយើងដឹងថាថៃហាក់ដូចជានៅតែប៉ុនប៉ងតម្រង់មករកតំបន់អនឡាញដើម្បីយកធ្វើជាលេខណាចោតប្រកាន់មកកម្ពុជាហើយបកចង់ឲ្យមានការផ្ទុះសង្គ្រាមឬក៏អាចនឹងមានបញ្ហាចោតប្រកាន់នេះនឹងคล้ายទៅជាឲ្យមានភាពតានតឹងនៅពេលអនាគតនេះជារឿងមួយដែលយើងមើលតែនៅក្នុងលក្ខខណ្ឌនេះទេបាទក៏ប៉ុន្តែមានរឿងមួយទៀតដែលយើងត្រូវមើលដែរដែលធ្វើឲ្យខ្ញុំគិតថាកិច្ចការចុះកិច្ចព្រមព្រៀងនេះហាក់ដូចជារៀងនៅឆៅបបាយវានៅឆៅណាយើងដឹងហើយថាមុននឹងកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងគឺ Donald Trump គាត់បានដាក់បញ្ជាថាគាត់នឹងមានវត្តមានក្នុងកិច្ចប្រជុំអាស៊ានលុះត្រាណែតែប្រទេសទាំងពីរហ្នឹងយល់ព្រមនៅក្នុងការលើបទជប់បាញ់គ្នាបាទដូច្នេះយើងត្រង់ហ្នឹងគឺយើងយល់ថាកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងដោយបង្ខំបាទហើយយើងដឹងហើយកាលណានិយាយអំពីរឿងបង្ខំឲ្យគូភាគីទាំងសងខាងហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការយល់ព្រមគ្នានោះភាពស្មោះត្រង់ទាំងឡាយនៅក្នុងការរួមគ្នាដើម្បីរក្សាសន្តិភាពតាមបណ្ដោយព្រំដែននឹងមិនអាចមានដោយត្រង់ជាមួយនឹងគ្នាទេបាទនឹងទី1ទី2ទៀតប្រសិនបើទោះបីជាក្នុងពេលបច្ចុប្បន្ននេះថៃទទួលយកណាទៅតាមអ្វីដែលជាការដាក់សម្ពាធពី Donald Trump នៅពេលដែលសហរដ្ឋអាមេរិកបញ្ចប់អាណត្តិលោក Donald Trump នៅក្នុងរយៈពេល3ឆ្នាំទៀតថាតើទំនាក់ទំនងរវាងអាមេរិកជាមួយនឹងកិច្ចព្រមព្រៀងនេះវានឹងនៅតែមានប្រសិទ្ធភាពឬក៏នៅតែមានគេថាមានជាចរន្តបន្តទៅទៀតដែរឬអត់បាទត្រង់ហ្នឹងខ្ញុំជាច្រើនដែលចោទសួរតាក់ទិនជាមួយនឹងទំនាក់ទំនងថៃកម្ពុជានេះយើងដឹងហើយថាទោះបីចង់មិនចង់យើងឃើញមានសញ្ញាច្រើនណាស់ដែលថៃនឹងគឺមើលស្រាលឬក៏មាក់ងាយមកលើកម្ពុជាយើងណាសូម្បីតែសប្តាហ៍ថ្ងៃដែលគេចេះតែក៏ក្លឿនហើយក៏ក្លឿនទៀតមកលើយើងក៏គេមើលឃើញថាយើងមិនអាចធ្វើអីគេបានអានេះជាការមើលឃើញរបស់ខ្ញុំណានេះជាការមើលឃើញខ្ញុំទៅទស្សនៈរបស់ប្រទេសថៃហើយបើយើងមើលអំពីប្រវត្តិនៃទំនាស់គ្នាភាពតានតឹងរវាងថៃនិងកម្ពុជានឹងវាមានជាបន្តបន្ទាប់តាំងពីដើមមកហើយមកដល់ឥឡូវនេះវាហាក់ដូចមានកាន់តែញឹកញាប់ឡើងបាទអញ្ចឹងដរាបណាថៃនៅចាំចិត្តដើម្បីរករឿងកម្ពុជាបែបនេះខ្ញុំគិតថាយើងនឹងអាចត្រូវប្រឈមជាមួយនឹងការតតាំងគ្នារវាងថៃនិងកម្ពុជានឹងនៅពេលខាងមុខបើមិនមុនពេល Donald Trump គាត់ចាប់អាណត្តិទេវាអាចនឹងក្រោយ Donald Trump ចុះពីតំណែងហើយនយោបាយអាមេរិកមានការផ្លាស់ប្ដូរពេលហ្នឹងខ្ញុំគិតថាថៃនឹងអាចបកករឿងមកឡើងមកវិញសារជាថ្មីអានេះជារឿងមួយសំខាន់ដែលយើងយល់ទី2ទៀតយើងដឹងហើយថានៅក្នុងប្រទេសកម្ពុជាយើងនេះកម្ពុជាមានគេរកបានខិតជិតទៅចិននឹងខ្លាំងណាស់នៅពេលដែលសង្គ្រាមមុនសង្គ្រាមកើតឡើងមកប៉ុន្តែនៅពេលនេះសហរដ្ឋអាមេរិកបានដាក់លក្ខខណ្ឌដោយមិនឲ្យចិនចូលរួមណាទៅនឹងជាសញ្ញាមួយដែលបានប្រាប់ថាបើមិនមានវត្តមានចិននៅក្នុងជាសាក្សីនៅក្នុងកិច្ចព្រមព្រៀងទេនោះសួរថាតើកិច្ចព្រមព្រៀងសន្តិភាពនឹងអាចមានរយៈពេលវែងបានដែរឬអត់បាទរឿងដែលសំណួរនេះចោទសួរពីដើមមកយើងគិតថាចិនហើយនិងកម្ពុជាហាក់ដូចជាមានភាពជិតស្និទ្ធជាមួយគ្នាក៏ប៉ុន្តែនៅពេលឥឡូវនេះយើងដូចជាឃើញកាឡាផ្សេងវិញដែលចិននិងថៃហាក់ដូចជាមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នានឹងជាងទំនាក់ទំនងចិននិងកម្ពុជាដែលធ្លាប់មានពីមុនដែរបាទយើងដឹងហើយថានៅក្នុងចុងខែនេះចិនហើយនិងថៃធ្វើសមយុទ្ធរួមគ្នាហើយ
អាវុធយុទ្ធភ័ណ្ឌរបស់ថៃប្រមាណជាង 40% ហ្នឹងគឺទិញមកពីចិនដែរបាទអញ្ចឹងហើយបានជាយើងមើលឃើញថាក្នុងរយៈពេលសង្គ្រាម5ថ្ងៃនេះចិនហាក់ដូចជាមិនសូវជាអើពើជាមួយនឹងកម្ពុជាប្រមាណទេក៏ប៉ុន្តែហាក់ទៅបានទៅបង្ហាញនៅជំហរទំនាក់ទំនងជិតស្និទ្ធរវាងថៃជាមួយនឹងចិននឹងខាងនោះវិញបាទអញ្ចឹងនៅក្នុងការចុះកិច្ចព្រមព្រៀងដែលអវត្តមានចិននេះវានឹងអាចធ្វើឲ្យកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងដោយបង្ខំហើយក៏มันមានភាគីដែលមានអធិពលនៅពីក្រោយនឹងដូចជាប្រទេសចិនបានចូលរួមទេនោះវាធ្វើឲ្យអនាគតនៃដំណើរការសន្តិភាពនៅតាមព្រំដែនថៃនិងកម្ពុជានឹងហាក់ដូចជាមានភាពសពិចសពិលនៅលើនិរន្តរភាពនៃសន្តិភាពនឹងពិសេសគឺនៅពេលដែលមានការផ្លាស់ប្ដូរនៅនយោបាយនៅក្នុងសហរដ្ឋអាមេរិកយើងដឹងហើយថាក្នុងរយៈពេលអាណត្តិរបស់លោក Donald Trump មានរឿងមួយចំនួនដែលយើងស្ទើរតែមិនជឿថានឹងកើតឡើងបានប៉ុន្តែការផ្លាស់ប្ដូរ360អង្សារបស់សហរដ្ឋអាមេរិកបានធ្វើឲ្យប្រទេសមួយចំនួនហ្នឹងគឺស្ទើរតែកលាប់ចាក់បាទដែលរួមមានទាំងប្រទេសកម្ពុជាយើងផងនៅពេលនេះប៉ុន្តែនៅក្នុងស្ថានភាពនៅក្នុងប្រទេសកម្ពុជាយើងនេះគឺនៅក្នុងពេលដែលលោក Donald Trump នៅហើយគាត់មកដាក់សម្ពាធណាបានន័យថាកិច្ចចរចាសន្តិភាពឬកិច្ចប្រជុំសន្តិភាពស្ថិតនៅក្រោមគំនាបនេះគឺមានសំណួរជាច្រើនបានចោទទៅពីអនាគតនៅលើនិរន្តរភាពនៃការរក្សាសន្តិភាពរវាងប្រទេសទាំងពីរបាទហើយចុងក្រោយយើងដឹងហើយថាថៃគេបានប្រើនៅចរិតមួយគឺចរិតសញ្ញេនឹងដៃលុបនឹងជើងណាដែលគេថាខាងលិចប៉ុន្តែគេធ្វើខាងកើតគេបែរមុខទៅត្បូងប៉ុន្តែគេយកជើងទាត់មកទៅជើងបាទហ្នឹងជារឿងមួយដែលចិត្តយើងព្រួយបារម្ភប៉ុន្តែរឿងដែលសំខាន់មួយទៀតដែរគឺមកខាងភាគីកម្ពុជាវិញណាខ្ញុំក៏ឃើញមានចំណុចខ្សោយមួយដែររបស់ភាគីកម្ពុជាយើងដឹងថានយោបាយការបរទេសរបស់យើងនេះនៅពេលខ្លះខ្ញុំប្រៀបធៀបជាមួយនឹងទឹកនៅលើស្លឹកឈូកណាកាលណាផ្អៀងជួនកាលផ្អៀងទៅលិចជួនកាលផ្អៀងទៅកើតបានតែយើងអត់មាននយោបាយការបរទេសណាមួយរឹងមាំច្បាស់លាស់សម្រាប់ជំហរខ្លួនឯងទេបាទអញ្ចឹងនៅក្នុងស្ថានភាពបែបនេះប្រសិនបើមានហានិភ័យណាមួយកើតឡើងសម្រាប់កម្ពុជាក៏កម្ពុជាប្រហែលជាពិបាកក្នុងការឈរដោយខ្លួនឯងដែរបាទអានេះទន្ទឹមនឹងពេលដែលយើងក៏គេហៅថាសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់យើងក៏មិនទាន់រឹងមាំហើយយើងទទួលស្គាល់ថាសេដ្ឋកិច្ចរបស់យើងក៏វានៅទួនខ្សោយអញ្ចឹងសម្រាប់ការគេហៅថាជាការមើលស្រាលចុះពីគូភាគីថៃវានឹងអាចមាននៅអនាគតទៀតប្រសិនបើយើងមិនបានពង្រឹងខ្លួនយើងឲ្យបានខ្លាំងនោះទេបាទលោកបណ្ឌិតមាននេះដឹងស្រាប់ហើយថាគ្រប់មន្ត្រីជាន់ខ្ពស់របស់គណៈបព្វជិជនកម្ពុជាគឺដាក់ការសង្ឃឹមនឹងទៅលើភាគីចិននឹងច្រើនណាស់ថាបើសិនជាកម្ពុជាមានសង្គ្រាមជាមួយថៃមានសង្គ្រាមជាមួយនឹងប្រទេសខាងកើតវៀតណាមអីចឹងទៅគឺថាចិនហ្នឹងគេនឹងហក់ចូលមកជួយប្រទេសកម្ពុជាយើងដើម្បីការពារប្រទេសកម្ពុជាយើងកុំឲ្យប្រទេសពីរនេះហែកចែកគ្នាតើការរំពឹងខ្ពស់កម្រិតនេះតើលោកយល់ស្របកម្រិតណាដែរទៅបាទលោកបណ្ឌិតមាននេះជាការមើលឃើញរបស់ខ្ញុំក្រោយពីសង្គ្រាម5ថ្ងៃនេះពលរដ្ឋកម្ពុជាភាគច្រើនដែលខ្ញុំបានជជែកជាមួយគាត់ហាក់ដូចជាមានការបដូរផ្លាស់ប្ដូរការយល់ឃើញរបស់គាត់ណារវាងទំនាក់ទំនងកម្ពុជាចិនហើយអ្វីដែលយើងឃើញសប្តាហ៍ថ្ងៃនេះយើងឃើញថាចិនក៏ហាក់ដូចជារយាលពីកម្ពុជានៅពេលដែលយើងប្រជុំជាមួយថៃហើយបើយើងមើលទៅភាគីវៀតណាមវិញក៏ហាក់ដូចជាមិនបានចេញសេចក្តីថ្លែងការណ៍ឯណាមួយឲ្យយើងបានដឹងថាតើភាគីវៀតណាមនឹងនៅខាងណានៅក្នុងចំនួននេះយើងគ្រាន់តែបានឃើញថានៅពេលដែលកំពុងមានការប្រយុទ្ធគ្នាយើងឃើញថាក្រសួងការពារជាតិមន្ត្រីក្រសួងការពារជាតិថៃហើយនិងវៀតណាមគេបានជួបគ្នាហើយគេបានធ្វើកិច្ចចុះកិច្ចព្រមព្រៀងដើម្បីពង្រឹងទំនាក់ទំនងការពារជាតិនៅក្នុងពេលដែលយើងកំពុងជាប់ច្បាំងជាមួយនឹងថៃនៅក្នុងពេលនោះបាទហើយដូចថ្មីនេះក៏មានព័ត៌មានរបស់វៀតណាមនឹងចេញផ្សាយដែរថាវៀតណាមកំពុងតែធ្វើការជាមួយនឹងភាគីថៃដើម្បីរកយន្តការក្នុងការបង្ក្រាបអក្រិតកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាបាទទៅនេះមួយក៏ជាការព្រួយ
រម្មណ៍មួយសម្រាប់កម្ពុជាដែលតើអ្វីដែលជាបង្អែករបស់កម្ពុជាពិតប្រាកដនៅពេលអនាគតយូរអង្វែងនេះគឺនៅត្រង់ណាដែលកម្ពុជាត្រូវតែគេស្រាវជ្រាវរកផ្លូវនឹងដោយខ្លួនឯងនៅពេលខាងមុខដែរប៉ុន្តែបើសិនជាឯការបរទេសរបស់យើងមិនច្បាស់លាស់បែបនេះខ្ញុំគិតថាហានិភ័យអាចមានច្រើនសម្រាប់កម្ពុជាយើងបាទលោកបណ្ឌិតមាននេះជំវិញចំនួនព្រំដែននេះគេសង្កេតឃើញភាគីថៃមិនស្រស់ស្រួលផ្ទៃក្នុងខ្លួនឯងទេពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហាជាមួយកម្ពុជាព្រោះកន្លងមកគេសម្គាល់ឃើញថារដ្ឋាភិបាលថៃនិយាយផ្សេងក្រមយោធានិយាយផ្សេងដែលជាហេតុបង្កការលំបាកក្នុងការកំណត់លើដំណោះស្រាយបានច្បាស់លាស់ជំវិញចំនួនព្រំដែននេះដូច្នេះតើកិច្ចព្រមព្រៀងនៅពេលខាងមុខនេះនឹងត្រូវដាក់លក្ខខណ្ឌដូចម្ដេចដើម្បីធានាថាភាគីថៃមិនកន្លះសម្ដីនៅពេលដែលមន្ត្រីរដ្ឋាភិបាលរបស់ខ្លួនឯកភាពលើចំណុចណាមួយជាមួយនឹងកម្ពុជាបាទព្រោះថាគីឡូរដ្ឋាភិបាលនិយាយផ្សេងយោធានិយាយផ្សឹងលោកបណ្ឌិតមាននេះជាអ្វីដែលជាការសង្កេតឃើញរបស់ខ្ញុំទោះបីជាយោធាថៃហើយនិងរដ្ឋាភិបាលថៃតែងតែមានការយល់ឃើញខុសគ្នាទៅលើទំនាក់ទំនងកម្ពុជាជាមួយថៃក៏ប៉ុន្តែបើយើងពិនិត្យឲ្យបានល្អិតល្អន់មែនទែនទៅយើងឃើញថារដ្ឋាភិបាលថៃហើយនិងយោធាថៃហាក់ដូចជាចែកវេនគ្នាដើម្បីបង្ហាញនៅការគម្រាមកំហែងមកដល់ប្រទេសកម្ពុជាយើងបាទដូចជាពេលរដ្ឋាភិបាលថៃដូចជាបង្ហាញនូវភាពធូរស្រាលនៅក្នុងគណៈជាមួយគ្នាក្នុងថ្ងៃជាមួយគ្នាយោធាថៃថាគេនឹងវាដណ្ដើមយកទីតាំងទាំងអស់ដែលគេកំណត់ទាំង17កន្លែងមកវិញឲ្យបានហ្នឹងជាសំខាន់នៅពេលដែលយោធាស្ងាត់គឺខាងរដ្ឋាភិបាលថៃហាក់ដូចជាបញ្ចេញនៅភាពតាមតឹងផ្សេងទៀតណាដូចជាលក្ខខណ្ឌទាំងប្រមាណទាំង3ទាំង4ដែលរដ្ឋាភិបាលថៃបានដាក់មកហ្នឹងគឺវាសិតតែជារឿងទាំងយោធាទាំងរដ្ឋាភិបាលថៃទោះបីជាគេមានការខ្វែងគំនិតគ្នានៅពេលខ្លះក៏ប៉ុន្តែពីជំហានមួយទៅជំហានមួយដែលគេដើរគឺសិតតែជាការចែកពេលគ្នាដើម្បីធ្វើការគៀបសង្កត់មកលើកម្ពុជាបាទនេះជារៀងរាល់លើកគឺខ្ញុំឃើញអញ្ចឹងបាទមិនដែលឃើញថាគេឆ្លោះគ្នាមួយរដ្ឋាភិបាលកាន់ជើងកម្ពុជាឬរកមធ្យោបាយធ្វើមានភាពធូរស្រាលគឺអត់មានគឺគេចែកវេនគ្នាណាបាទចែកវេនគ្នាបលាពេញណានេះជានិយាយខ្លីងាយស្រួលស្ដាប់អញ្ចឹងណាបាទលោកបណ្ឌិតមាននេះដូចលោកដឹងស្រាប់ហើយថាក្នុងរយៈពេលចុងក្រោយនេះគឺប្រទេសមួយចំនួនបានចោមរោមក្នុងការដាក់ប្រទេសកម្ពុជានៅក្នុងឈ្មោះមិនល្អជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកអនឡាញជាពិសេសដូចជាការបង្ខាំងមនុស្សនៅក្នុង call center នៅក្នុងប្រទេសកម្ពុជាដែលមានក្រុម Gen Z ធ្វើការឆបោកអីហ្នឹងគឺថាមានការធ្វើទរណកម្មមានការធ្វើអីពាក់ព័ន្ធទៅនឹងការស្លាប់កូនសិស្សកូរ៉េជនជាតិកូរ៉េនៅក្នុងប្រទេសកម្ពុជាអីផងចំណុចទាំងអស់នេះក៏មានការចោមរោមពីប្រទេសថៃចោតមកលើកម្ពុជាពីអាមេរិកចោតមកកម្ពុជាពីវៀតណាមពីកូរ៉េខាងត្បូងសប្តាហ៍ថ្ងៃនេះម្សិលមិញនេះគឺថាលោកអនុទីននាយករដ្ឋមន្ត្រីថ្មីរបស់ថៃនឹងពុំមានក្នុងការស៊ើបអង្កេតរកមុខមន្ត្រីស៊ើបអង្កេតមន្ត្រី7 8នាក់របស់ខ្លួនបើសិនជារកឃើញថាអ្នកទាំងអស់នោះមានការជាប់ពាក់ព័ន្ធកម្រិតណាជាមួយនឹងការឆបោករបស់ Gen Z មែននោះគេនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើមន្ត្រីរបស់គេដោយឡែកប្រទេសកម្ពុជានៅពេលដែលមានការស្នើសុំការស្នើឲ្យមានការធ្វើច្បាប់មួយក្នុងការដាក់មន្ត្រីមួយចំនួនរបស់កម្ពុជាចូលក្នុងបញ្ជីខ្មៅក្នុងការដាក់ទណ្ឌកម្មផ្សេងមានដូចជាហ៊ុនតូណេតសវឿនឌីវិជាយ៉ាណារងនិងមនុស្សមួយចំនួនទៀតហ្នឹងគឺថាមកទល់នឹងពេលនេះរួមទាំងលោកសសខាផងហ្នឹងមកទល់នឹងពេលនេះរដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញសេចក្តីបង្ហាញទៅដល់អន្តរជាតិអំពីចំណាត់វិធានការរបស់ខ្លួនយ៉ាងណានៃការរកឃើញនោះនៅឡើយទេដោយឡែកឃើញក្រសួងមហាផ្ទៃកាលពីម្សិលមិញគឺថាចេញសេចក្តីថ្លែងការណ៍ច្រានចោលទៅនឹងការរកឃើញរបស់អាមេរិកអីជាដើមដែលចោទលោកសសខាថាមានជាប់ពាក់ព័ន្ធនឹងការរកស៊ីជាមួយលោក Gen Z អីជាដើមជុំវិញបញ្ហានេះសម្រាប់លោកបណ្ឌិតតើកម្ពុជាក្នុងនាមជាមេដឹកនាំកម្ពុជាទាំងមូលក៏ដូចជាគណៈរដ្ឋមន្ត្រីឬក៏
សម្បត្តិកិច្ចរបស់កម្ពុជាទាំងមូលហ្នឹងគួរតែចេញនៅសេចក្តីថ្លែងការណ៍របៀបម៉េចហើយបើលោកហ៊ុនម៉ាណែតក៏នៅស្ងៀមបែរជានាយករដ្ឋមន្ត្រីថៃនោះគឺគេពមៀនចាត់វិធានការទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះនៅក្នុងប្រទេសរបស់គេតើចំណុចនេះលោកបណ្ឌិតយល់ឃើញបែបណាបាទជាការមើលឃើញរបស់ខ្ញុំក្នុងរឿងដែលកើតមានឡើងផ្ទួននេះក្នុងរយៈពេល1ឆ្នាំយើងថាត្រឹម1ឆ្នាំជាងចុងក្រោយនេះតកតងនឹងអក្រិតកម្មអនឡាញនេះគឺហាក់ដូចជាធ្វើឲ្យមានភាពលំបាកច្រើនសម្រាប់កម្ពុជាក្នុងការឆ្លើយតបណាបាទព្រោះអីហេតុអីបានព្រោះចោទប្រកាន់ពីខាងក្រៅគឺគេថាយើងដូចបានផ្ដាល់នៅគេសម្បុកអក្រិតកម្មអនឡាញហើយរដ្ឋបាលកម្ពុជាក៏តែងតែអះអាងថារដ្ឋបាលកម្ពុជាមិនប្រហែសទេរឿងហ្នឹងគឺយើងយកចិត្តទុកដាក់ប៉ុន្តែដល់ពេលដែលយើងធ្វើការចេញប្រតិបត្តិការម្ដងយើងឃើញថាការចាប់ខ្លួននៅពួកអក្រិតជនហ្នឹងគឺมันមានតិចទេគឺមានយ៉ាងហោចត្រឹម 200-300 ឡើងដល់រាប់ពាន់នាក់អញ្ចឹងពាក្យថាសបុកហ្នឹងគឺអាចបង្ហាញតាមរយៈការដែលយើងចាប់បានទាំងសបុកហ្នឹងវាជាកត្តាមួយអាចនឹងធ្វើឲ្យអន្តរជាតិគឺគេកាន់តែរិះគន់យើងថែមទៀតអំពីថាកម្ពុជានឹងបានជាសម្បុកនៅអក្រិតកម្មអនឡាញនេះវារឿងវានៅត្រង់ហ្នឹងទេបាទបើសិនបើគេចោទថាយើងជាសម្បុកប៉ុន្តែយើងចាប់បានម្ដងបានតែ 2-3 នាក់អីរកមិនឃើញអីទេអាហ្នឹងវាជារឿងមួយដែលយើងអាចអាងបានក៏ប៉ុន្តែដល់ពេលគេថាសម្បុកដល់ពេលយើងបានក៏ចាប់បានតង់សម្បុកជាងដែរអានេះវាជារឿងមួយដែលចំណោទសួរមួយថាតើការរិះគន់ហើយនឹងអ្វីដែលកើតមានឡើងពិតប្រាកដនៅក្នុងប្រទេសកម្ពុជានេះវាយ៉ាងម៉េចប៉ុន្តែខ្ញុំគិតថាទោះបីជាយ៉ាងក៏ដោយក្នុងនាមខ្ញុំរដ្ឋកម្ពុជាគឺយើងមានការសោកស្ដាយយើងមិនចោទប្រកាន់រដ្ឋាភិបាលថារដ្ឋាភិបាលនៅពីក្រោយនេះប៉ុន្តែយើងសោកស្ដាយថាហេតុអីក៏ហុងស៊ុយកម្ពុជាមកដល់ពេលនេះវាធ្លាក់ទៅគ្រប់រឿងទាំងអស់ណាមួយសង្គ្រាមជាមួយថៃហើយណាមួយមានការចោទប្រកាន់ពីអាមេរិកពីអង់គ្លេសឬក៏ប្រទេសជិតខាងទៅលើអក្រិតកម្មអនឡាញនេះវាហាក់ដូចជាទម្លាក់នៅភាពងាយរងគ្រោះសម្រាប់យើងនឹងមានកាន់តែច្រើនធ្ងន់ទៅបាទហើយបើយើងមើលការចោទប្រកាន់ចុងក្រោយនេះទៅលើអក្រិតកម្មអនឡាញនេះវានឹងបណ្ដាលផលប៉ះពាល់កាន់តែធ្ងន់ថែមទៀតទៅលើសេដ្ឋកិច្ចកម្ពុជាហើយយើងដឹងហើយថាបើសេដ្ឋកិច្ចយើងទាបហើយយើងធ្លាក់នឹងបន្តធ្លាក់នៅក្រោយទៀតនោះហើយថៃនឹងបន្តធ្វើការយើងថាព្យាយាមនៅក្នុងការរកគួនយើងបន្តទៅទៀតនោះគឺកម្ពុជាមានកម្លាំងតិចតួចណាស់សម្រាប់ពង្រឹងខ្លួនឯងនៅក្នុងពេលអនាគតបាទនេះជារឿងដែលយើងឃើញបាទហើយខ្ញុំសង្ឃឹមថាស្ថានភាពបាទជឿបាទលោកបណ្ឌិតតើបញ្ហានេះកម្ពុជាត្រូវដោះស្រាយរបៀបម៉េចបាទហើយដោះស្រាយចេញដែរឬទេបើបញ្ហានៅរឿងអាស្រូវនៃការឆបោកអនឡាញនេះកំពុងតែញោមញីខ្លាំងមែនទែននៅក្នុងប្រទេសកម្ពុជាតើយើងត្រូវដោះស្រាយកម្រិតណារបៀបម៉េចបាទឬក៏មានមតិខ្លះគេថាមិនបាច់ដោះស្រាយទេទុកឲ្យនៅស្ងាត់យើងទៅរសាត់តាមខ្យល់បាត់ទៅហើយតើរឿងនេះវាអាចទៅរួចដែរទេបាទហើយរឿងបញ្ហាថាมันបាច់ដោះស្រាយទុកឲ្យនៅតាមតំណើរនេះហើយដែលជារឿងដែលវាកើតឡើងកាន់តែធំទៅរមានការរិះគន់កាន់តែធ្ងន់ទៅមកដល់បច្ចុប្បន្នដោយសារតែយើងគិតថាមិនអីឬក៏បានប្រកែកថាវាអត់មានអីប៉ុន្តែអាអីនេះវានៅតែអីបន្តទៀតហើយវារីកកាន់តែធំតទៅទៀតណាអានេះជារឿងមួយសំខាន់ដែរសម្រាប់យើងបើយើងទទួលស្គាល់ទាំងអស់គ្នាហើយរឿងដែលដំណោះស្រាយដែលលោកតាំងថាបានចោទសួរថាត្រូវធ្វើម៉េចនោះខ្ញុំគិតថាមានតែការទី1គឺការពង្រឹងច្បាប់បាទពង្រឹងការអនុវត្តច្បាប់ក្នុងស្រុកហើយនឹងទី2ទៀតគឺការរឹតបន្តឹងនៅជនអន្តោប្រវេសន៍ដែលចូលក្នុងប្រទេសកម្ពុជានៅពេលនេះធ្វើម៉េចកុំឲ្យមានអក្រិតជនដែលមករកស៊ីប្រទេសក្នុងប្រទេសកម្ពុជាយើងដឹងហើយថាច្បាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសយើងគឺនៅខ្សោយបាទជនជាតិណាក៏អាចមកនៅក្នុងស្រុកយើងមើលឧទាហរណ៍ដូចជារឿង
ចាប់បាននៅកំពង់សោមស្រាប់តែរកឃើញមានជនជាតិបរទេសប្រមាណ290នាក់ដែលរស់នៅខុសច្បាប់នឹងវាជាសំណាងដែលយើងទៅរកចាប់ឃើញណាចាប់ឃើញរកឃើញចុះមន្ត្រីអន្តរប្រវេសន៍ដែលធ្វើការនៅក្នុងប្រទេសហ្នឹងគេធ្វើការយ៉ាងម៉េចបានជាបដ ாய் ឲ្យមនុស្សចំនួនមនុស្សសន្ធឹកសន្ធាប់ដែលរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាហើយចេះតែនៅបានរាប់រយនាក់ចឹងបាទអានេះ算ជាឧទាហរណ៍តូចមួយទេបាទហើយទីពីរទៀតក៏កម្ពុជាត្រូវគិតឡើងវិញនឹងអំពីឈ្មោះអក្រិតជនមួយចំនួនដែលមានឈ្មោះអាក្រក់ហើយត្រូវអន្តរជាតិគេហាមឃាត់ប៉ុន្តែអាចមកនៅរកស៊ីនៅក្នុងប្រទេសកម្ពុជាយើងបាទខ្ញុំដឹងថាកម្ពុជាពេលខ្លះក៏ត្រូវការលុយសម្រាប់រស់ដែរប៉ុន្តែបើសិនជាយើងទទួលយកនៅជនអក្រិតទាំងអស់នឹងឲ្យមករកស៊ីនៅស្រុកខ្មែរអានឹងផលជះដែលវាចេញមកគឺចេញមកដោយរាល់ថ្ងៃដែលគឺរឿងជេនស៊ីក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះបាទហ្នឹងសិតតែជារឿងដែលការធ្វើប្រហែលរបស់យើងពីដើមទីមកបាទហើយនឹងការអនុវត្តច្បាប់ហ្នឹងគឺជារឿងសំខាន់ណាស់ស្រុកយើងនេះបាទព្រោះយើងមានច្បាប់មានសពគ្រប់នៅលើกระดาษគឺយើងមានល្អណាស់ក៏ប៉ុន្តែការអនុវត្តច្បាប់នៅស្ទើរតែគ្រប់វិស័យយើងមានកម្រិតបាទបណ្ឌិតមាសនេះនៅក្នុងកិច្ចចរចាមានបទឈប់បាញ់រវាងកម្ពុជាថៃហ្នឹងគឺថាភាគីថៃគេបានបញ្ជាក់ឲ្យថាគេចង់ឲ្យមានការដោះស្រាយទៅលើបញ្ហា scam online បាទការបញ្ហាកម្ចាត់ទៅលើឧក្រិដ្ឋកម្មបោកប្រាស់តាម online ហ្នឹងអញ្ចឹងដូច្នេះតើការកម្ចាត់ទៅលើឧក្រិដ្ឋកម្ម online ហ្នឹងគេកម្ចាត់កម្រិតណាគ្រាន់តែចាប់ជនដែលធ្វើការឲ្យក្រុមបណ្ដាញអនឡាញហ្នឹងហើយបញ្ជូនទៅស្រុកពួកគេវិញឬក៏ចាប់ឃុំខ្លួនហ្នឹងថាជាចំណាត់ការដែលអាចយកមកចរចាបាននោះបាទបណ្ឌិតមីនីតើលោកគិតថាភាគីថៃគេនឹងអាចរុកថែមទៀតទេថាគេចង់បានមេខ្លោងទាំងអស់ហ្នឹងហ្មងដែលមាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកដូចជាគេរកឃើញមានដូចជាយ៉ាណារងហ៊ុនតូឌីវិជាណេតសាវឿនស្អីហ្នឹងថាតើអ្នកទាំងអស់នោះគួរលោកហ៊ុនសែនគេថាដូចលោកបណ្ឌិតនិយាយទាំងថាត្រូវបង្កើននៅប្រព័ន្ធយុត្តិធម៌ឲ្យបានរឹងមាំចុះបើយើងប្រើពាក្យមួយថាបើយល់ញាតឃ្លាតច្បាប់តើនៅពេលនេះលោកហ៊ុនសែនអាចប្រើច្បាប់នៅក្នុងការចាត់វិធានការទៅលើសាច់សារលោហិតឬក៏កូនប្រសាររបស់គាត់ក៏ដូចជាក្មួយប្រសាររបស់គាត់ហើយនឹងក្មួយប្រុសរបស់គាត់អីជាដើមដែលពាក់ព័ន្ធទៅនឹងបញ្ហា online scam នេះព្រោះលោកហ៊ុនតូហ្នឹងក៏មានឈ្មោះមិនល្អប្រមាណនោះដែរក្នុងការរកស៊ីឧក្រិដ្ឋកម្ម online ដែល Cambodia Daily បានផ្សាយញឹកញាប់មកហើយអំពីរចនាសម្ព័ន្ធរបស់គាត់ក្នុងការរកស៊ី online សូម្បីតែកាសែតអូស្ត្រាលីក៏បានចុះកន្លងមកផងដែរពាក់ព័ន្ធទៅនឹងលោកហ៊ុនតូនេះបាទដូច្នេះថាតើការដោះស្រាយទៅលើបញ្ហា online របស់លោកហ៊ុនសែននេះដោះស្រាយកម្រិតណាត្រឹមតែចាប់មនុស្សបានរាប់រយនាក់បញ្ជូនទៅវិញអញ្ចឹងទៅឬក៏ដាក់ឃុំនឹងថាជាការចាត់វិធានការដែលអាចយកទៅដោះដូរជាមួយនឹងអ្វីដែលអន្តរជាតិចង់បាននោះតើចំណុចនេះអាចធ្វើទៅបានដែរទេលោកបណ្ឌិតមាសនេះមែនទែនទៅខ្ញុំបានលើកឡើងបញ្ហានេះតាំងពីពេលដែលរដ្ឋាភិបាលថាជារដ្ឋាភិបាលបន្តវេនបានបង្កើតឡើងណាខ្ញុំមិនបានធ្វើការរីកួតទេក៏តែខ្ញុំចោទបានលើកជាសំណួរមួយថាប្រសិនបើប្រព័ន្ធគ្រប់គ្រងរដ្ឋបែបនេះជួបប្រទះនៅវិបត្តិណាមួយណាដែលវាកើតឡើងដែលធ្វើឲ្យប៉ះពាល់ទៅដល់អធិពលនៃដំណើរការរបស់រដ្ឋឬទទួលរងការរិះគន់ផ្សេងពីខាងក្រៅនោះថាតើប្រព័ន្ធគ្រប់គ្រងតាមបែបបន្តវេននេះអាចនឹងរួមគ្នាដោះស្រាយរឿងបានដែរឬអត់ខ្ញុំមិនហ៊ានបរិយាយទៅលើថាវាត្រូវទៅយ៉ាងម៉េចប៉ុន្តែជាសំណួរដែលខ្ញុំចោទសួរតាំងពីដើមមកដូច្នេះមកដល់ពេលនេះនៅពេលដែលមានវិបត្តិបែបនេះកើតឡើងវានៅតែជាចំណោទសួរតទៅទៀតតើរដ្ឋាភិបាលនឹងត្រូវគេថាពីដើមមកយើងគិតថាត្រូវតែកាត់វះកាត់សាច់ស្អុយបាទប៉ុន្តែបើសាច់ស្អុយវានៅក្រៅសាច់វាមិនអីទេប៉ុន្តែបើសាច់ស្អុយវានៅក្នុងសាច់អានឹងជាចំណោទសួរសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការដោះស្រាយនៅវិបត្តិអក្រិតកម្មអនឡាញនេះហើយខ្ញុំក៏មិនមានចេតនាណាមួយទៅចោទប្រកាន់ទៅលើមន្ត្រីថាមន្ត្រីណាពាក់ព័ន្ធអីទេក៏ប៉ុន្តែ
គឺការដោះស្រាយក្នុងស្ថានភាពបែបនេះខ្ញុំគិតថាមានការបបាក់ច្រើនបបាក់បាទខ្មែរយើងនិយាយថាពេលខ្លះវាអាចថាស្ដោះទឹកមាត់លើទ្រូងឯងអញ្ចឹងទៅក៏អាចថាបានដែរបើសិនជាវាមានប៉ះពាល់ទៅដល់បុគ្គលដែលនៅចិត្តស្និទ្ធគ្នាហ្នឹងណាពាក្យខ្មែរយើងនិយាយថាយូរញីហ្នឹងវាជាការបបាក់បាទអាទៅនឹងហើយដែលយើងឃើញថារដ្ឋនៅក្នុងប្រទេសចិនប្រទេសវៀតណាមគឺគេមានការប្រុងប្រយ័ត្នណារឿងហ្នឹងណាបាទប៉ុន្តែនៅស្រុកយើងរំពឹងរដ្ឋាភិបាលអាចនឹងឆ្លងកាត់រឿងនឹងបានប៉ុន្តែឆ្លងកាត់យ៉ាងម៉េចនោះវាសិតតែជារឿងមួយដែលយើងចាំមើលទាំងអស់គ្នាបាទលោកបណ្ឌិតមានប្រសាសន៍គួរឲ្យចាប់អារម្មណ៍ថាបើវះកាត់សាច់ស្អុយក្រៅសាច់ទៅវាមិនសូវអីទេប៉ុន្តែអាសាច់ស្អុយនៅក្នុងសាច់ហ្នឹងថាតើត្រូវកាត់របៀបម៉េចបាទបើយើងនិយាយអំពីផ្នែកវិទ្យាសាស្ត្រវិញដូចមហារីកអញ្ចឹងលោកបណ្ឌិតពេលខ្លះដូចអា tumor មហារីកខួរក្បាលអញ្ចឹងគេត្រូវវះកាត់ចេញដែរបាទនៅក្នុងខ្លួនហ្នឹងដើម្បីកុំឲ្យបើមិនចង់ឲ្យខ្លួនងាប់ទេត្រូវតែកាត់មហារីកដុំមហារីកនឹងចោលឲ្យព្យាបាលបញ្ហាជាតិក៏ដូចឆ្នោះដែរបើមិនចង់ឲ្យជាតិស្លាប់ទេគឺថាអាសាច់ស្អុយដែលនៅក្នុងខ្លួនយើងហ្នឹងគឺត្រូវតែកាត់ចោលព្រោះវាជាជំងឺមហារីកបាទជាជំងឺមហារីកបើមិនកាត់ជំងឺមហារីកហ្នឹងទេมันអាចព្យាបាលខ្លួនឯងបានទេនោះជាតិទាំងមូលនឹងអាចស្លាប់បាទរាងកាយទាំងមូលនឹងអាចស្លាប់អញ្ចឹងយើងយកមួយណាយកជាតិស្លាប់យករាងកាយស្លាប់ឬក៏យើងយកជំងឺមហារីកបាទតើនេះខ្ញុំមិនសុំមិនធ្វើការវះកាត់ផ្ដាល់ចម្លើយទេលោកសាស្ត្រាខ្ញុំគិតថារដ្ឋាភិបាលគាត់មានគ្រប់គ្រាន់ក្នុងការគិតក្នុងការគិតទៅលើរឿងនេះបាទនឹងខ្ញុំទុកឲ្យរដ្ឋាភិបាលគាត់ប្រើនៅសមត្ថភាពរបស់គាត់ក្នុងការដោះស្រាយរឿងហ្នឹងក៏ប៉ុន្តែវាជារឿងមួយដែលត្រូវតែដោះស្រាយដោយជៀសមិនផុតបាទប៉ុន្តែដោះស្រាយដោយរបៀបណានោះអានឹងវាជាសមត្ថភាពរបស់រដ្ឋាភិបាលបាទប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភដូចជាប្រហែលថ្ងៃមុនដែលថៃវៀតណាមគេថាគេកំពុងធ្វើការជាមួយភាគីថៃក្នុងការរកយន្តការដើម្បីដោះស្រាយអនឡាញនៅក្នុងកិច្ចកម្មអនឡាញប្រទេសកម្ពុជានេះជារឿងមួយដែលយើងនៅក្នុងចម្ងល់ថាតើគេប្រុងធ្វើអីរឿងហ្នឹងហើយបើរដ្ឋបាលយើងមិនអាចធ្វើឲ្យគេជឿទុកចិត្តបានតើគេនឹងមានវិធានការអីសិតតែរឿងដែលយើងកំពុងតាមដានមើលទាំងអស់គ្នាបាទលោកបណ្ឌិតមានមតិខ្លះលើកឡើងថាកិច្ចព្រមព្រៀងនៅពេលខាងមុខរវាងកម្ពុជាថៃมันអាចគ្មានចិនចូលរួមបានទេព្រោះចិនក៏មានឥទ្ធិពលនៅតំបន់អាស៊ានដែរផ្ទុយទៅវិញបើគ្មានចិនចូលរួមនោះការអនុវត្តនៅក្នុងការដោះស្រាយអាចនឹងជួបឧបសគ្គរហូតដល់ជាប់គាំងឯណោះតើចំណុចនេះលោកមើលឃើញបែបណាលោកបណ្ឌិតនេះខ្ញុំគិតថាវាជាការពិតប្រសិនបើមិនមានវត្តមានចិននៅក្នុងនេះទេព្រោះចិនមែនតើចិនទោះបីយើងមិនពេញចិត្តនឹងរបបកុម្មុយនីសប៉ុន្តែចិននិរន្តរភាពនៃថ្នាក់ដឹកនាំរបស់គេគឺគេនៅយូរបាទប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកគឺក្នុងរយៈពេល3ឆ្នាំទៀតនឹងមានការផ្លាស់ប្ដូរអ្នកថ្មីមកអញ្ចឹងនយោបាយអាមេរិកអាចនឹងដូរណាអាចនឹងដូរហើយយើងឃើញក្នុងដូចខ្ញុំបានរៀបជូនមិញថាគាត់នៅលោក Donald Trump ឡើងមកហ្នឹងវាដូរខ្ទេចខ្ទីស្ទើរតែខ្មែរហ្នឹងក៏លួសក៏បាសសក់ដោយសារតែការផ្លាស់ប្ដូរនៅសហរដ្ឋអាមេរិកដែរបាទអញ្ចឹងប៉ះនៅវត្តរបស់ចិននេះវានឹងអាចធ្វើឲ្យកិច្ចព្រមព្រៀងនេះហាក់ដូចជាមិនផ្ដល់នៅគ្រឹះមូលដ្ឋានគឺរឹងមាំសម្រាប់អនាគតនៃសន្តិភាពរវាងកម្ពុជាថៃនៅក្នុងពេលខាងមុខបានយូរទេហើយខ្ញុំគិតថាអវត្តមានចិនហើយនៅក្នុងលក្ខខណ្ឌតែថៃក៏ទទួលសម្ពាធពីសហរដ្ឋអាមេរិកដែរវាអាចនឹងធ្វើឲ្យទំនាក់ទំនងចិនហើយនិងថៃអាចនឹងកាន់តែរឹងមាំជាងរាល់ថ្ងៃទៀតដែលធ្វើឲ្យកម្ពុជាអាចនឹងក្លាយទៅជាអ្នករងគ្រោះដោយសារតែខ្វះតុល្យភាពនៃទំនាក់ទំនងចិនកម្ពុជាហើយនឹងចិនជាមួយនឹងថៃនេះបាទលោកបណ្ឌិតមាសនេះសំណួរចុងក្រោយរបស់ខ្ញុំបាទកាលពីប្រហែលថ្ងៃនេះគឺថាមានការរិះគន់ខ្លាំងមែនទែនទៅលើនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតដែលលោកបាននិយាយនៅក្នុងពេលពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតាខ្មៅនៅក្រុងតាខ្មៅបាទអន្តរជាតិTIA អន្តរជាតិដៃជោហ្នឹងគឺថាលោកនិយាយថា
ប្រជាពលរដ្ឋមិនចាំបាច់ត្រូវចង់ដឹងអំពីថាដីខ្មែរបាត់ប៉ុណ្ណារឿងចំនួនព្រំដែនថៃហ្នឹងហើយតាហ៊ានថៃហ្នឹងតាហ៊ានខ្មែរហ្នឹងស្លាប់ប៉ុណ្ណានោះទេមិនបាច់ចាំបាច់ចង់តន់ចង់ដឹងទេរឿងនេះព្រោះថាកម្ពុជានៅកំពុងតែស្ថិតនៅក្នុងនៃការធ្វើសង្គ្រាមនៅឡើយនៅក្នុងពេលនេះទោះបីជាមិនទាន់ប្រយុទ្ធគ្នាក៏វាស្ថិតនៅក្នុងសង្គ្រាមអីចឹងដែរចំណុចនេះក៏មានការរិះគន់ថាមានអ្នកខ្លះគេលើកឡើងថាប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេសដូច្នេះប្រជាពលរដ្ឋគឺមានសិទ្ធិក្នុងការចង់ដឹងអញ្ចឹងហើយវាប្រជាពលរដ្ឋត្រូវតែដឹងបាទអំពីទឹកដីរបស់ខ្លួននៅត្រឹមណាគេយកបានប៉ុណ្ណាហើយហេតុអីបានគេយកបានបាទចំណុចទាំងអស់នេះគឺធ្វើឲ្យប្រជាពលរដ្ឋហ្នឹងនៅក្នុងបណ្ដាញសង្គមជាច្រើនមានការរិះគន់លើលោកហ៊ុនម៉ាណែតខ្លាំងមែនទែនចំណុចនេះតើសម្រាប់លោកវិញលោកមានការបកស្រាយបែបណាបាទខ្ញុំមិនដឹងថាតើទស្សនៈរបស់លោកនាយករដ្ឋមន្ត្រីគាត់មានបំណងអីទេខ្ញុំសូមមិនលើកធ្វើអត្ថាធិប្បាយប៉ុន្តែសម្រាប់ខ្ញុំហើយនឹងពលរដ្ឋភាគច្រើនទៀតគឺយើងតែងតែទន្ទឹងរង់ចាំចង់ដឹងថាតើនៅក្នុងស្ថានភាពសង្គ្រាមនេះតើយើងបាត់អីយើងនៅសល់អីគឺយើងនៅតែចង់ដឹងហើយចង់ឲ្យមានឲ្យបានតម្លាភាពផងដែរហ្នឹងក៏ប៉ុន្តែប្រសិនបើប្រមុខរដ្ឋាភិបាលគាត់ថាកុំអាលចង់ដឹងអានឹងយើងនឹងរងចាំមើលតទៀតនៅក្រោយពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពហើយតើនឹងអាចមានអ្វីខ្លះដែលបង្ហាញថារដ្ឋាភិបាលយើងនឹងមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទាមទារយកមកវិញនៅស្អីដែលយើងបានបាត់នៅក្នុងសង្គ្រាមឬក៏យើងបាត់មែនឬក៏មិនមានបាត់ទេអានេះវាជារឿងមួយដែលយើងនឹងអាចមើលឃើញនៅក្រោយពេលដែលកិច្ចចរចាសន្តិភាពនេះបានចេញជាផ្លែផ្កាមកបាទបាទជាចុងក្រោយលោកបណ្ឌិតមានអ្វីចង់បន្ថែមបាទសូមអញ្ជើញសម្រាប់ខ្ញុំនៅក្នុងកិច្ចចរចាសន្តិភាពនេះខ្ញុំគ្រាន់តែមានការយល់ឃើញមួយថាសូមកុំឲ្យប្រទេសកម្ពុជានឹងគេហៅថាបោះដៃពឹងផ្អែកខ្លាំងពេកទៅលើកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃកម្ពុជានៅពេលនេះខ្ញុំមិនមែនចង់និយាយថាកុំឲ្យខ្មែរយើងយល់ព្រមទេព្រោះសន្តិភាពសំខាន់ណាស់សម្រាប់ព្រំដែនរវាងប្រទេសទាំងពីរក៏ប៉ុន្តែនៅក្នុងពេលដែលយើងបានសន្តិភាពនៅក្នុងព្រំដែននេះខ្មែរត្រូវសម្លឹងមើលមកផ្ទៃក្នុងរបស់ខ្លួនឯងវិញមកមើលសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនឯងវិញថាតើនៅពេលអនាគតកម្ពុជាត្រូវធ្វើអីខ្លះណាដើម្បីឲ្យយើងមានភាពរឹងមាំខ្លួនឯងទីមួយសំខាន់កុំឲ្យយើងមាននយោបាយដូចនៅលើទឹកនៅលើស្លឹកឈូកដែលយើងពឹងផ្អែកទៅលើអន្តរជាតិខ្លាំងពេកអានឹងក៏មិនអាចនឹងធ្វើឲ្យយើងនឹងរស់បានស្រួលនៅពេលអនាគតតែមិនមែនថាមិនឲ្យពឹងទេនយោបាយការបរទេសត្រូវតែមានការពឹងផ្អែកគ្នាទៅវិញទៅមកក៏ប៉ុន្តែកុំឲ្យយើងពឹងទៅលើគេដោយភ្លេចពឹងទៅលើខ្លួនឯងបាទហើយទីពីរទៀតជាមួយនឹងប្រទេសថៃខ្ញុំគិតថាមិនអាចចប់នៅក្នុងត្រឹមតែការយល់ព្រមកិច្ចព្រមព្រៀងសន្តិភាពនេះហើយយើងនឹងមានសន្តិភាពរាប់រយឆ្នាំទៀតខ្ញុំមើលមិនឃើញទេbởiក្នុងប្រវត្តិសាស្ត្រហើយក្នុងអ្វីដែលយើងបានឃើញក្នុងពេលថ្មីៗនេះខ្ញុំគិតថាថៃនឹងបន្តរកគួនយើងបន្តទៅទៀតហើយអាចនឹងមានកាន់តែញឹកញាប់ទៀតនៅក្នុងពេលឆ្នាំខាងមុខទៀតអាច 2-3 ឆ្នាំទៀតនឹងអាចមានរឿងដដែលនឹងវិលមកវិញបាទដូច្នេះដំណោះស្រាយតែមួយគត់សម្រាប់កម្ពុជាគឺការឈរដោយខ្លួនឯងពង្រឹងសមត្ថភាពដោយខ្លួនឯងហើយការរកឲ្យឃើញនៅឯកភាពជាតិសម្រាប់កម្ពុជាគឺជារឿងសំខាន់បំផុតដើម្បីយើងទប់ទល់ជាមួយសត្រូវរួមរបស់យើងនៃប្រទេសជិតខាងទាំងពីរបាទខ្ញុំមានប៉ុណ្្នឹងសូមអរគុណបាទសូមអរគុណច្រើនបណ្ឌិតមាសនេះដែលបានចូលរួមនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន Cambodia Daily នៅក្នុងរាត្រីនេះបាទសូមអរគុណច្រើនចំពោះពេលវេលារបស់លោកបណ្ឌិតបាទក្នុងការបកស្រាយជុំវិញការយល់ឃើញអំពីទស្សនៈរបស់លោកបណ្ឌិតជុំវិញថាកិច្ចព្រមព្រៀងដែលកម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយថៃដែលមានលោក Donald Trump ធ្វើជាអធិបតីនៅក្នុងចុងខែតុលាខាងមុខនេះបាទសូមអរគុណច្រើនចំពោះពេលវេលាបាទហើយសង្ឃឹមថាជួបលោកបណ្ឌិតនៅក្នុងប្រធានបទផ្សេងៗនៅពេលក្រោយទៀតបាទសូមអរគុណ